Samsung A32 បញ្ហាសាកថ្មត់ឡើងទេហើយពេលដែលយើងសាកទៅគឺក្តៅណាហើយបន្ទាប់ពីយើងធ្វើការដោះមកយើងស្ទាបទៅយើងឃើញថាម៉ាស៊ីនហ្នឹងគឺវាក្តៅទៅលើIC មកគ្រាប់បាទហ្នឹងគឺតាក់ទងទៅជាមួយនឹងសេវាពពុះ 4G 3G របស់វាហ្នឹងឥឡូវយើងនឹងធ្វើការលើកវាចេញហើយដោតសាកមើលតេស្តវាថាតើសាកថ្មចូលវាលេងក្តៅអត់ដែរអត់ណាបាទចឹងយើងធ្វើការផ្លុំកម្ដៅវាទៅកាលណាយើងដកវាចេញហើយសាកថ្មចូលធម្មតាលេងក្តៅលេងអីគឺយើងធ្វើការផ្លាស់ប្ដូរចេះនឹងចោលបាទហើយតើតើមួយការផ្លាស់ប្ដូរគឺយើងត្រូវមើលលេខកូដមើល IC ឲ្យបានត្រឹមត្រូវថានឹងវាលេខកូដប្រមាណបាទផ្លឹបបាទអញ្ចឹងគឺយើងដកវាចេញមកហើយលេខកូដវា77 621បាទអូខេ